វិញជ្រូកយើងពេលយើងយកមកឆាងងើចេះរសជាតិវាប្លែកម្យ៉ាងនៅតើបងប្អូនធ្លាប់តែទិញមករដងស្ងោចុចចឹងបងប្អូនពេលយកមកឆាចេះអូជាតិខ្លាំងហើយមុននឹងខ្ញុំយកទៅឆាខ្ញុំដាក់ស្ងោវាឲ្យវាបានឆ្អិនល្អសិនណាបងប្អូនដើម្បីកុំឲ្យវាមាននៅធំក្លិនឆ្អាបអីចឹងទៅហើយគ្រឿងក្រៅដែលឆានឹងមានអីច្រើនទេបងប្អូនខ្ញុំមានខ្ទឹមសខ្ទឹមកម្ទេហើយខ្ញុំប្រើគ្រឿងរៀងច្រើនបន្តិចហើយខ្ញុំឆាវាឡើងឈ្ងុយហើយបានខ្ញុំបន្ថែមទឹកប្រេងខ្យងនេះពីស្ព្រាបាយហើយនឹងស្ករសអំបិលរឌីប៊ីចេងអញ្ចឹងទៅបងប្អូនហើយមកមុខនេះមិនដែលធ្លាប់ធ្វើទេបងប្អូនតែធ្វើលើកទី1ទេតែរសជាតិវិញប្លែកម្យ៉ាងបងប្អូនហើយនឹងក្រូចងងើនេះខ្ញុំប្រើពីផ្លែមកល្មមជូរអញ្ចឹងបងប្អូនអរគ្នាខ្ញុំយករសជាតិរៀងជូរផ្អែមអញ្ចឹងបងប្អូនហើយបន្ថែមទឹកត្រីចូលបន្តិចទៀតហើយខ្ញុំឆាមិនយូរទេបងប្អូនដោយសារប្រវៀនជ្រូកឲ្យយើងស្ងោឆ្អិនហើយម្សៅអញ្ចឹងយើងឆាតែមួយផ្លែតអីហ្នឹងវាបានឆ្អិនរួចរាល់ហើយខ្ញុំអត់ប្រើទឹកទេដោយសារប្រវៀនជ្រូកពេលយើងស្ងោទៅវាមានទឹកនៅក្នុងអញ្ចឹងបងប្អូនដល់ពេលយើងឆាទៅវាមកល្មមអញ្ចឹងទៅហើយគ្មានស្វិតគ្មានអីទេបងប្អូនដោយសារខ្ញុំស្ងោវាឡើងឆ្អិនម្សៅអញ្ចឹងវាអត់ស្វិតទេហើយមានបន្ថែមស្លឹកខ្ទឹមហើយនឹងម្ទេសចូលបន្តិចទៀតខ្ញុំចូលចិត្តរៀងហឹរអញ្ចឹងបងប្អូនហើយក្លិនវិញឡើងឈ្ងុយតែម្ដងវាធំក្លិនក្រូចញ៉ាំងៅខ្ទឹមអីអញ្ចឹងបងប្អូនធំក្លិនឈ្ងុយខ្លាំងមែនតើរសជាតិបែបជូរផ្អែមចេះបងប្អូនឆ្ងាញ់ខ្លាំងមែនតើហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចជួយចុចតាមដាននិង follow page ឲ្យខ្ញុំអ្នកមួយផងពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយៗអរគុណបាយបាយ